Hello សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកនិយាយតទៅជាមួយនឹងការអាប់ដេត Firefox អញ្ចឹងជំហានទី1យើងចូលទៅកាន់ Firefox នឹងមករបៀបអាប់ដេតគឺយើងចូលទៅកាន់អាសញ្ញា3ត្រេនេះមួយមកយើងចុចលើនឹងមួយហើយចុចពាក្យ Help ខាងក្រោមនេះអ្នកនរគ្នាហើយបន្ទាប់មកចុចពាក្យ About Firefox នេះចុចហើយបន្ទាប់មកវានឹងអាប់ដេតឲ្យយើងសម្រាប់ការអាប់ដេត Firefox ចាំតិចទៀតវានឹងsuccessful វានឹងបង្ហាញអ្នកនរគ្នាអញ្ចឹងគឺគេឲ្យ restart update នឹងមួយខ្ញុំចុចលើនឹងមួយទៅដើម្បី restart ឲ្យ update Firefox នោះអញ្ចឹងរងចាំវាបន្តិចដើម្បីឲ្យវាដើរចប់ចឹងឥឡូវហ្នឹងយើងទៅ check មើលយើងចូលដដែលមកអ្នកនរគ្នាយើងចូលមកដដែលមកអូខេឥឡូវហ្នឹងរបស់ខ្ញុំ successful ហើយ13.9 អញ្ចឹងគឺត្រូវហើយអ្នកនរគ្នាអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអ្នកនរគ្នាសូមអរគុណប៉ុន្តែខ្ញុំប្រាប់មួយទៀតអ្នកនរគ្នាបើសិនជាយើងអាប់ដេតអត់បានយើងទៅdelete វាហើយយើង download សាមីវានឹងអាប់ដេតបានចា៎អញ្ចឹងអរគុណអ្នកនរគ្នា